បាទជំរាបសួរពុកម៉ែមីងអ៊ំបងប្រុសបងស្រីជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះខ្ញុំបាទបាននាំគាថាមួយទៀតហើយគឺជាគាថាមុនគាថាអន្តងស្នេហ៍ហៅឈ្មោះអញ្ចឹងមុននឹងចូលទៅដល់គាថាហ្នឹងសូមពុកម៉ែមីងអ៊ំបងប្រុសបងស្រីជាទីគោរពជាទីរាប់អានជួយចុច like ចុច subscribe ទៅលើវីដេអូខ្ញុំបាទម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តមកដល់ខ្ញុំបាទនិងជួយគាំទ្រទៅលើមុនគាថាខ្មែរបុរាណរបស់យើងមុននឹងចូលទៅដល់គាថាអន្តងស្នេហ៍ខ្ញុំបាទសូមប្រាប់អំពីមុនគាថានេះបន្តិចមុនគាថានេះគឺយើងប្រើសម្រាប់តែអ្នកដែលគាត់មានគូហើយគាត់បែកបាក់ឬក៏គាត់នៅឆ្ងាយយើងចង់ឲ្យគាត់នឹកឬក៏សង្សាររបស់យើងដែលយើងស្រឡាញ់ហើយគេទៅឆ្ងាយឬក៏យើងឆ្លុះគ្នាគេសុំយើងចែកផ្លូវអញ្ចឹងយើងអាចយកមុនគាថានឹងដើម្បីដាក់យកអ្នកនេះអ្នកនោះដើម្បីឲ្យគេនឹកយើងបានទេអញ្ចឹងមុនគាថានឹងគឺដាក់អ្នកដែលសម្រាប់អ្នកដែលគាត់បែកបាក់គ្រួសារឬក៏អ្នកដែលគាត់ឆ្លុះគ្នាឬក៏យើងប្រើសម្រាប់ឲ្យគេនឹករបស់យើងឬក៏ប្តីប្រពន្ធដែលគាត់ប្តីមានស្រីឬក៏ប្រពន្ធមានប្រុសអីយើងអាចដាក់បានណាអញ្ចឹងមុនគាថានឹងគឺយើងដាក់បែបហ្នឹងអញ្ចឹងយើងអាចឲ្យដាក់ទៅឲ្យអ្នកផ្សេងមកស្រឡាញ់យើងផ្ដេសផ្ដាសបានទេមុននឹងចូលទៅដល់គាថាយើងត្រូវសូត្រនមោ3ចប់សិនអញ្ចឹងយើងសូត្រទាំងអស់គ្នានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនៅពេលដែលយើងសូត្រនមោចប់យើងត្រូវសូត្រគាថាអញ្ជើញគ្រូគាថាអញ្ជើញគ្រូនេះគឺជាគាថាដែលយើងអញ្ជើញគ្រូមកសន្ធិដ្ឋនៅក្នុងរូបយើងឬក៏អញ្ជើញគ្រូដើម្បីមកជួយប្រោះព្រំដាស់នៅលើគាថារបស់យើងឲ្យមានឫទ្ធិឲ្យមានដេជះឲ្យមានឲ្យខ្លាំងអញ្ចឹងយើងត្រូវសូត្រដើម្បីឲ្យលោកមកជួយប្រោះព្រំយើងឲ្យយើងសូត្រគាថាទៅរឹតតែខ្លាំងអញ្ចឹងយើងសូត្រគាថាទាំងអស់គ្នាឧមៈអញ្ជើញគ្រូព្រះរាហូចាត់ព្រះរាហូអាគ្នេយ៍ចាត់អារៈធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃពពួកអញខ្ញុំស្វាហៈឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អារៈទាំង10000លោកធាតុមកជួយទប់ខ្នងនៃពពួកអញខ្ញុំស្វាហៈឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អារៈទាំង10000លោកធាតុមកជួយទប់ខ្នងនៃពពួកអញខ្ញុំស្វាហៈឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អារៈធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃពពួកអញខ្ញុំស្វាហៈអញ្ចឹងយើងសូត្រគាថាអញ្ជើញគ្រូហ្នឹង7ចប់នៅពេលដែលយើងសូត្រគាថាអញ្ជើញគ្រូ7ចប់ហើយបានយើងចូលទៅដល់គាថារបស់យើងអញ្ចឹងយើងចូលទៅដល់គាថាទាំងអស់គ្នាអញ្ចឹងយើងសូត្រទាំងអស់គ្នាអហិភុតាំងអរហង្គភុតោចតុមេយាអញ្ចឹងកន្លែងនេះនាងឬក៏លោកនឹងមានន័យថាគាត់នឹងស្រីឬក៏ប្រុសបន្ទាប់មកយើងដាក់ឈ្មោះទៅហើយយើងដាក់ឈ្មោះហើយយើងអានអហិមៈចតុភុតាំងអរហង្គភុតោចតុមេយានាងលោកដាក់ឈ្មោះអហិមៈអញ្ចឹងគាថាហ្នឹងគឺយើងសូត្រ7ចប់អញ្ចឹងខ្ញុំបាទសូត្រឲ្យម្ដងទៀតអហិភុតាំងអរហង្គភុតោចតុមេយានាងលោកដាក់ឈ្មោះអហិមៈអញ្ចឹងគាថាហ្នឹងគឺយើងសូត្រដាក់នៅក្រដាស់យើងសរសេរឈ្មោះគាត់ទៅហើយយើងផ្លុំទៅហើយយើងដាក់នៅខាងក្រោមខ្នើយរបស់យើងជាពិសេសថ្ងៃសិលពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់រៀងរាល់ថ្ងៃសិលយើងអាចសូត្រគាថានឹងដាស់អន្តងហៅឈ្មោះគាត់ទៅពេលនោះគាត់នឹងយល់សពឃើញឬក៏គាត់នឹងនឹកឃើញឬក៏ស្រឡាញ់យើងអញ្ចឹងគាថានឹងគឺយើងហាមដាច់ខាតយកប្រពន្ធគេប្តីគេឬក៏របស់គេអានឹងវាមានបាបកម្មណាអញ្ចឹង
ជាចុងក្រោយខ្ញុំបាទសូមអរគុណពុកម៉ែមីងអ៊ំបងប្រុសបងស្រីដែលជួយតែងតែចុច like ចុច subscribe ឬក៏តាមដានទៅលើវីដេអូខ្ញុំបាទជាចុងក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា